ភាគច្រើនគាត់អត់សូវយកចិត្តទុកដាក់ខ្លាំងទេទៅលើសុខភាពលុះត្រាតែគាត់ជួបដូចបងនិយាយអញ្ចឹងតើតែបាត់លុយបានចាប់ផ្ដើមសវេសវ៉ាតើតែបាត់ account ចាប់ផ្ដើមសវេសវ៉ាអញ្ចឹងសម្រាប់បងសុខភាព digital គឺរឿងសំខាន់ scamming នៅក្នុងឆ្នាំការបោកបញ្ឆោតនៅក្នុងឆ្នាំ2022 កម្រិតពិភពលោកកម្រិតថ្នាក់អន្តរជាតិមកមានប្រទេសមួយចំនួនគឺគេហៅស៊ីខាងហ្នឹងហ្មងដើម្បីទៅវាបហាយកលុយនេះផ្សេងហ្នឹងវាកម្រិតធំមែនទេអញ្ចឹងចង់ឲ្យអ្នកទូទៅអ្នកប្រើប្រាស់បណ្ដាញសង្គមធម្មតាមិនថាកម្រិតណាកម្រិតអីទេបើយើងអាចសិក្សាស្រាវជ្រាវបានថាស្វែងយល់បើយើងគិតថាគ្មានពេលនៅក្នុងការស្វែងយល់ពួកអ្នកខ្លះធំដែរខ្ជិលរៀនណាមានកូនចៅអញ្ចឹងយ៉ាងហោចណាស់គឺត្រូវឲ្យកូនចៅឬក៏អ្នកក្រុមបង្គាប់ហ្នឹងយល់អំពីហ្នឹងជួយការពារ protect គាត់តាមលទ្ធភាពជាក់ស្ដែងដែលគាត់អាចធ្វើទៅបានអញ្ចឹងសារពីបងចំណេះដឹងជាមូលដ្ឋាននៅ digital ហ្នឹងគឺជារឿងសំខាន់ណាស់មិនប្រកាសថាគាត់ទេប៉ុន្តែយ៉ាងហោចណាស់ក៏ត្រូវតែមានអ្នកចិត្តគាត់ដែរព្រោះយើងនិយាយពីមែនតើវាជាប់តាក់ទងអញ្ចឹងគេហៅថាស្អីគេអាណាព្យាបាលមែនទេបើយើងនិយាយពីអាណាព្យាបាលនៅក្នុងស្រុកយើងគឺតែងតែច្រឡំអំពីឪពុកម្ដាយប៉ុន្តែក្នុងប្រព័ន្ធ digital វាអាចរឿងផ្សេងអាណាព្យាបាលគឺជាអ្នកគាត់គ្រប់គ្រងទៅលើឧបករណ៍ទាំងអស់ហ្នឹងឬក៏សុវត្ថិភាពទាំងអស់ហ្នឹងទូយ៉ាងចាស់អត់ចេះទេមែនទេអញ្ចឹងយើងកូនហ្នឹងឯងជាអាណាព្យាបាលឪពុកម្ដាយវិញយើងហត់ចឹងមានន័យថាយើងមិនបានណែនាំដល់អ្នកប្រើប្រាស់ទេតែអ្នកប្រើប្រាស់ជំនួយខ្លួនឬក៏អ្នកដែលថាមានចំណេះដឹងលើគាត់អីទាំងអស់ហ្នឹងជួយផ្ដល់ឬក៏ជួយណែនាំអីទាំងអស់គ្នាចឹងទៅអញ្ចឹងសម្រាប់បងមានអីអាចថាជាមតិយោបល់បន្ថែមទៅលើការប្រើប្រាស់បណ្ដាញសង្គមឬក៏ឧបករណ៍ digital ទាំងអស់ហ្នឹងឲ្យកាន់តែមានសមត្ថភាពជាងមុនពីខ្ញុំទៅខ្ញុំគិតថាជនងាយរងគ្រោះគាត់នៅតែងាយរងគ្រោះទេប៉ុន្តែអ្វីដែលយើងគួរធ្វើពេលនេះហ្មងគឺចាប់ពីព្រោះឥឡូវយើងប្រព័ន្ធ digital អស់ហើយគឺទាំងអស់គ្នាហ្មងសម្បីដូចអូនឯងបងអត់ដឹងថាបារម្ភដល់កម្រិតណាទេប៉ុន្តែបើអូនឯងការពារខ្លួនឯងហើយអ្នកជំនាញខ្លួនអូនឯងក៏ត្រូវតែការពារដែរព្រោះអូនឯងសុវត្ថិភាពម្នាក់ឯងអត់គ្រប់គ្រាន់ទេតើតែអ្នកដែលនៅជុំវិញបងឧទាហរណ៍ងាយស្រួលមួយហ្មងគ្រោះថ្នាក់ចរាចរណ៍និយាយហងៃមែនទេយើងប្រយ័ត្នយើងចេះច្បាប់ប៉ុន្តែមិនប្រកាសថាអ្នកផ្សេងគាត់ចេះហ៎បុកយើងផាំងគ្រោះថ្នាក់មែនទេអញ្ចឹងដូចគ្នាដែរសុវត្ថិភាព digital គឺចេញពីយើងហើយនឹងអ្នកជុំវិញយើង